ស្វាគមន៍មកកាន់កម្មវិធីដំណើរបាទ CNC Morning Hot Seat បាទវគ្គទី2បាទលោកនាងកញ្ញានឹងបានតាមដាននៅព្រឹត្តិការណ៍ព័ត៌មានជាតិជាបន្តទៀតបាទលោកនាងកញ្ញាព័ត៌មានផ្ដើមនៅក្នុងវគ្គទី2នេះយើងមកនិយាយអំពីការពន្លឿននៃការធ្វើអត្តសញ្ញាណប័ណ្ណលោកវិសាយើងដឹងហើយថាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគឺជារឿងសំខាន់ណាស់សម្រាប់ពលរដ្ឋខ្មែរយ៉ាងណាមិញរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃម្សិលមិញនេះបានអំពាវនាវឲ្យមន្ត្រីទទួលបន្ទុកធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ក្រសួងមហាផ្ទៃនឹងត្រូវធ្វើយ៉ាងណាបង្កើនការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដើម្បីប្រើប្រាស់ជាឯកសារសម្រាប់ការបោះឆ្នោតនិងប្រើដើម្បីបម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់អាដាមបញ្ញរដ្ឋមន្ត្រីសខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍នៅក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ2014និងលើកទិសដៅឆ្នាំ2015របស់ក្រសួងមហាផ្ទៃថាអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មត្រូវរកបញ្ហាប្រឈមដែលរារាំងដល់សកម្មភាពធ្វើអត្តសញ្ញាណប័ណ្ណនេះហើយប្រញាប់ដោះស្រាយបញ្ហានេះដើម្បីឲ្យការធ្វើអត្តសញ្ញាណប័ណ្ណស៊ីពេលវេលាកាន់តែខ្លីអាដាមបញ្ជាក់ថាការធ្វើអត្តសញ្ញាណប័ណ្ណនេះគឺមិនមែនពឹងផ្អែកតែទៅលើអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មតែមួយនោះទេគឺត្រូវធ្វើការសហការជាមួយនឹងមន្ត្រីអាជ្ញាធរក្រមថ្នាក់ក្រោមជាតិទាំងមន្ត្រីស៊ីវិលនិងប៉ូលីសគួររំលឹកថាក្រសួងមហាផ្ទៃកាលពីថ្ងៃទី17ខែកុម្ភៈឆ្នាំ2015បានចេញសេចក្តីអំពាវនាវមួយឲ្យប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសដែលមានអាយុចាប់ពី15ឆ្នាំឡើងទៅដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណហើយប៉ុន្តែបាត់ឬក៏ខូចសូមទៅបំពេញបែបបទផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មីនៅតាមមូលដ្ឋានដែលខ្លួនរស់នៅអាដាមបានបន្តថាប្រសិនបើគ្មានអ្វីប្រែប្រួលនោះទេច្បាប់បោះឆ្នោតថ្មីដែលក្រុមនឹងដាក់ឲ្យសភាបោះអនុម័តនៅពេលខាងមុខនេះនឹងតម្រូវឲ្យប្រជាពលរដ្ឋយកអត្តសញ្ញាណប័ណ្ណទៅចុះឈ្មោះបោះឆ្នោតនិងបោះឆ្នោតដែលកិច្ចការនេះតម្រូវឲ្យយើងត្រូវពន្លឿនធ្វើយ៉ាងណាធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋឲ្យគ្រប់ចំនួនគួរបញ្ជាក់ថាមកទល់នឹងបច្ចុប្បន្ននេះការងារផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីប្រមូលទិន្នន័យនិងបោះពុម្ពរួចមានចំនួនជិត3លាន5សែននាក់ប្រគល់ជូនរាជធានីខេត្តជាង3លាន2សែននាក់លើផែនការជាង7លាននាក់បាទនេះគឺជារឿងដែលសំខាន់ដែលតម្រូវឲ្យមានការពន្លឿនសម្រាប់ការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋខ្មែរបាទលោកសំផស្សយើងងាកមកមើលករណីរបស់លោក Alejandro Gonzalez ដែលជាអាងខ្លួនឯងថាជាសកម្មជនការពីព្រៃបាទនឹងជាប្រធានអង្គការមេដាធម្មជាតិបាទការពីម្សិលមិញនេះវេលាម៉ោង8:30នាទីយប់បាទលោក Alejandro Gonzalez Davidson ដែលអាងខ្លួនឯងថាជាសកម្មជនការពីព្រៃឈើបាទត្រូវបានកម្លាំងនៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍បាទបញ្ជូនចេញពីព្រះរាជាណាចក្រកម្ពុជាហើយបាទដោយសារតែលោក Alejandro បានស្នាក់នៅប្រទេសកម្ពុជាផុតទឹកតការបាទពីព្រោះថាមុននឹងនាំខ្លួនគាត់បានបញ្ជូនគាត់ចេញពីប្រទេសកម្ពុជាខាងអគ្គនាយកដ្ឋានអន្តរប្រវេសន៍ក៏បានជូនលំនឹងគាត់ដែរបាទកាលពីថ្ងៃទី20កន្លងមកនេះថាលោកផុតទឹកតការហើយលោកអាឡិចបាទតែគាត់នៅតែបន្តស្នាក់នៅប្រទេសកម្ពុជាជាបន្តទៀតបាទហើយការបញ្ជូនចេញពីប្រជាជនចក្រកម្ពុជាកាលពីម្សិលមិញនេះគឺត្រូវបានធ្វើឡើងដោយយើងឃើញថាកម្លាំងនៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍បានបញ្ជូនមុនដំបូងយកលោកមកទុកនៅអគ្គនាយកដ្ឋានអន្តរប្រវេសន៍ហើយបន្ទាប់មកក៏បញ្ជូនបន្តមកកាន់អាកាសយានដ្ឋានអន្តរជាតិហើយក៏បន្តដំណើរទៅកាន់ប្រទេសដើមរបស់គាត់បាទប្រទេសអេស្ប៉ាញរបស់គាត់វិញកាលពីម៉ោង8កន្លះយប់មិញនេះបាទក្នុងនោះនៅឯពលានយន្តហោះអន្តរជាតិភ្នំពេញក្រុមការងាររបស់យើងក៏បានសាកសួរទៅកាន់បាទឥឡូវសូមមើលបាទនេះគឺជារូបភាពនៃការបញ្ជូនបាទរថយន្តដែលគេដឹកលោកអាឡិចមកបាទមកដល់ពលានយន្តហោះភ្នំពេញបាទក្រុមការងារយ៉ាងម៉េចដែរពួកយើងមានសម្លេងរបស់លោកអត្តសន័យនៅលក្ខណៈដែលជាអគ្គនាយករងបាទនៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍បាទនេះគឺជាការធ្វើយោងតាមមន្ត្រីអគ្គនាយកដ្ឋានអន្តរប្រវេសន៍ថាការធ្វើនេះគឺធ្វើយោងទៅតាមច្បាប់សុទ្ធសាធបាទដោយមិនមានអ្វីនោះឡើយហើយដោយសារមូលហេតុសំខាន់គឺលោកអាឡិចផ្ទាល់សុពលភាពគឺវាអស់ទៅហើយបាទសម្រាប់ទឹកតការសុំស្នាក់អាស្រ័យឬក៏ធ្វើការនៅប្រទេសកម្ពុជាវាអស់ទៅហើយដូច្នេះការបញ្ជូនទៅវិញក៏ជារឿងទៅតាមច្បាប់ដែរមានន័យថាមកសុំ
ធ្វើការឬក៏ស្នាក់នៅក៏តាមច្បាប់ទៅវិញក៏ត្រូវបំពេញទៅតាមច្បាប់របស់កម្ពុជាដែលមានស្រាប់នៅក្នុងចំណុចនេះវាពាក់ព័ន្ធជាមួយនឹងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជាបាទប្រទេសកម្ពុជាបាទរបស់យើងគឺមានច្បាប់អន្តរប្រវេសន៍បាទប្រទេសកម្ពុជាជានីតិរដ្ឋបាទដូច្នេះការអនុវត្តទៅតាមច្បាប់របស់ខ្លួននេះវាអត់មានន័យខុសទេបាទហើយក្នុងនោះគឺការពីម្សិលមិញនេះក្រសួងមហាផ្ទៃក៏បានចេញនៅសេចក្តីប្រកាសមួយផងដែរបាទដែលក្នុងនោះគឺមានការចុះហត្ថលេខាដោយនាយឧត្តមសេនីយ៍អុកគឹមលេខដែលជារដ្ឋលេខាធិការក្រសួងមហាផ្ទៃបាទដោយនៅក្នុងខ្លឹមសារនោះគឺបានបញ្ជាក់ថាសម្រាប់បាទសេចក្តីសម្រាប់ហ្នឹងគឺត្រូវបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជាចំពោះជនបរទេសដែលមានឈ្មោះGonzález Davison Alejandro ភេទប្រុសសញ្ជាតិអេស្ប៉ាញកើតនៅថ្ងៃទី3ខែធ្នូឆ្នាំ1980លិខិតឆ្លងដែនXDA 198043បាទអញ្ចឹងអ្វីៗគឺថាគឺជាការអនុវត្តទៅតាមនីតិវិធីទាំងអស់បាទព្រោះថារឿងនេះអត់បានទេពាក់ព័ន្ធជាមួយអន្តរប្រវេសន៍នេះហើយប្រសិនបើគេទិដ្ឋាការរបស់គេនៅមានសុពលភាពនៅឡើយហើយយើងទៅដេញគេចេញនោះបានខុសតែនេះទិដ្ឋាការរបស់លោកអាលិចបានផុតកំណត់បាត់ទៅហើយបាទតួយ៉ាងដែលយើងទៅស្រុកគេអញ្ចឹងដែរបើសិនជាយើងអស់ទៅហើយយើងក៏ត្រូវតែត្រឡប់ខ្ញុំមានអ្នកបងប្អូនខ្មែរយើងដែលទៅធ្វើការនៅប្រទេសថៃគាត់សុំទិដ្ឋាការរយៈពេលខ្លីៗលោកពិសិដ្ឋ3ខែម្ដង3ខែម្ដងបាទអញ្ចឹង3ខែដូចថាគាត់ជិតដល់3ខែអញ្ចឹងគាត់ត្រឡប់មកមុនថ្ងៃយ៉ាងតិចក៏2ថ្ងៃដែរបាទគាត់ត្រឡប់មកអញ្ចឹងគាត់ទៅសុំម្ដងទៀតសុំឡើងវិញទៅសុំបាទសុំពជាពេលបាទឡើងវិញបាទបន្តទៀតអញ្ចឹងណាបន្តរហូតអញ្ចឹងទៅអញ្ចឹងណាមិញវាជារឿងបើសិនជារឿងនេះវាមិនមានអីទាស់ខុសទេបើន័យថាយើងអនុវត្តទៅតាមច្បាប់ប្រទេសមួយទៅវាអស់រឿងទៅហើយមានបញ្ហាតទៀតទេតែខ្លាចតែយើងមិនដឹងថាអ្វីផ្សេងទៀតទេតែបើមានបានន័យថាបើយើងអនុវត្តទៅតាមច្បាប់របស់ប្រទេសមួយវាអត់ដែលមានបញ្ហាបាទនៅចំណុចនេះប្រសិនបើប្រទេសកម្ពុជារបស់យើងមិនអនុវត្តបានន័យថាមិនអនុវត្តតាមគោលការណ៍ច្បាប់ដោយសារតែបានន័យថាលោកអាលិចបាទក្នុងករណីលោកអាលិចនេះប្រសិនបើគាត់នៅមានទិដ្ឋាការហើយគាត់ស្នាក់នៅប្រទេសកម្ពុជាស្របច្បាប់ហើយរាជរដ្ឋាភិបាលកម្ពុជារបស់យើងបញ្ជូនគាត់ចេញក្នុងរូបភាពយ៉ាងដូចនេះបាទច្បាស់ជាទូតអេស្ប៉ាញមុនគេឲ្យច្បាស់ជាកោតទោសហើយព្រោះថាបាទវាធ្វើឲ្យប៉ះពាល់ទៅដល់សិទ្ធិសេរីភាពរបស់ជនជាតិគេបាទជាពលរដ្ឋគេបាទពីព្រោះថានៅក្នុងច្បាប់ទំនាក់ទំនងអន្តរជាតិហ្នឹងក៏មានពាក់ព័ន្ធជាមួយបញ្ហាអន្តរប្រវេសន៍នឹងដែរបាទអញ្ចឹងយើងធ្វើបំពេញប៉ុន្តែនេះគឺយើងអនុវត្តទៅតាមច្បាប់ទូតអេស្ប៉ាញគេស្ងាត់ឈឹងយកខាងអគ្គនាយកដ្ឋានអន្តរប្រវេសន៍ជាពិសេសក្រសួងមហាផ្ទៃឋានក្រសួងការបរទេសទៀតបាទថែមទាំងបានសុំការសហការពីទូតអេស្ប៉ាញប្រចាំនៅកម្ពុជារបស់យើងទៀតបាទពាក់ព័ន្ធជាមួយករណីអាលិចនេះបាទអញ្ចឹងគឺថាវាអ្វីទាំងអស់គឺធ្វើឡើងទៅតាមនីតិវិធីដែលមានចែងនៅក្នុងច្បាប់ទាំងអស់បាទឥឡូវនេះចង់លើកកម្មវិធីរបស់យើងខ្ញុំក៏មានសម្លេងខាងមន្ត្រីអគ្គនាយកដ្ឋានតបប្រវេសដែរលោករឿងអាលិចនេះបាទលោកឧត្តមសេនីយ៍នៅលក្ខណៈដែលជាអគ្គនាយករងអគ្គនាយកដ្ឋានអន្តរប្រវេសសូមទស្សនិកជនស្ដាប់ទាំងអស់គ្នាឥឡូវនេះប្រកាសក្រសួងមហាផ្ទៃបានដាក់ថារយៈពេល7ថ្ងៃត្រូវចេញផុតពីព្រះរាជាណាចក្រកម្ពុជានេះតាមផ្លេចបាប់ដែរគុណអញ្ចឹងណាអញ្ចឹងយើងកំពុងពិចារណាទៅជែកជាមួយគាត់អញ្ចឹងណាអំពីលទ្ធភាពរបស់គាត់ចេញពីព្រោះអានឹងត្រូវសម្បត្តិក្បាលហោះណាត្រូវសពបែបយ៉ាងត្រូវទៅជែកមួយគាត់មិនមែនជាអ្នកតោអក្រិតទេអត់បានទេអូនពាក្យថាខុសអន្តរប្រវេសន៍មិនមែនជាគិតទេបើអក្រិតចាំឲ្យជូនព័ត៌មានគាត់ធ្វើអីអញ្ចឹងយើងនៅតែជែកមួយគាត់ហើយពេលណានោះអាស្រ័យដោយយើងឯកភាពសម្រាប់ជាមួយគាត់ត្រូវទិញបរិបាលហោះបើមិនគាត់ទៅតាមពលីនហោះអញ្ចឹងណាបើទៅផ្លូវគោកយើងត្រូវទៅតាមផ្លូវគោកត្រូវឡានជូនគាត់ទៅតាមផ្លូវគោកមិនអញ្ចឹងពេលវេលាគឺរងចាំពិភាក្សាសម្រាប់ជាមួយគាត់ប៉ុន្តែមិនឲ្យលើសពី7ថ្ងៃបានទេទេគុណ
ច្បាប់មិនអនុញ្ញាតទេ អាចបញ្ចេញនៃយុគនេះក៏យ៉ាងមិនដែរក៏យក ខ្ញុំសុំ ឥឡូវ ប្រសាសន៍ បាទជឿចុះ បាទ បាទ ខ្ញុំចង់សួរសិទ្ធិមនុស្សផ្ទាល់របស់ខ្ញុំណា បាទ សុំថាសួរថាតើឥឡូវច្បាប់អន្តរប្រវេសន៍លោកអនុវត្តទៅជាមួយនឹងលោកអាឡិច បាទ ណាជាមួយលោកអាឡិចខ្ញុំគ្រប់គ្រងនៅការអនុវត្ត បាទ ច្បាប់នៃអន្តរប្រវេសន៍របស់រាជាណាចក្រកម្ពុជា បាទ ខ្ញុំសង្ឃឹមថាបរិជាណាចក្រកម្ពុជានឹងអនុវត្តជនអន្តរប្រវេសន៍ដែលខុសពីលោកអាឡិច បាទ ទៅរឿងបញ្ហាជនជាតិវៀតណាមឬក៏ជនជាតិណាផ្សេងៗដោយសារកម្រិតមុខណាហើយមួយទៀតឥឡូវគឺលើកថាការអនុវត្តច្បាប់នេះគឺសម្រាប់នឹងការយល់ព្រមការពិភាក្សាពិគ្រោះជាមួយនឹងលោកអាឡិចថាតើត្រូវធ្វើយ៉ាងម៉េច ថ្ងៃនេះ ក្នុង អាដាមបាទអាដាមជឿចុះជឿចុះបាទ រយៈកាល7ថ្ងៃដោយរាប់ចាប់ពីថ្ងៃនេះអញ្ចឹងហ៎ បាទ អញ្ចឹងតើលោកអាឡិចនឹងអាចមានសិទ្ធិថាធានានៅខាងក្រៅឃុំដើម្បីទទួលកិច្ចការងារដែលថានៅក្រៅឃុំបានអត់តើបើសិនจะអាចធានានៅ ល្អ ខាង ណា ក្រៅ ស់ ឃុំបានអត់ ល្អណាស់សំណួរអាដាម រយៈកាល7ថ្ងៃនេះ បាទនេះគឺជាការលើកឡើងរបស់លោកនៅលក្ខណៈបាញ់មិញបាទដែលបានបញ្ជាក់ជំវិញរឿងរបស់លោកអាលិចបាទនេះគឺជារឿងមួយដែលគួរចាប់អារម្មណ៍កាលពីម្សិលមិញនេះបាទហើយក៏នៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook ក៏បានចាប់អារម្មណ៍ច្រើនដែរបាទតែទោះយ៉ាងណាយើងសរុបមកវិញថាពេលនេះកម្ពុជាបានអនុវត្តទៅតាមច្បាប់របស់កម្ពុជាមានន័យថាជនបរទេសណាដែលអស់សុពលភាពទឹកតការរស់នៅឬក៏ស្នាក់ធ្វើការនៅក្នុងប្រទេសកម្ពុជាហើយត្រូវតែត្រឡប់ទៅវិញហើយសុំឡើងវិញមកបាទឡើងវិញមកបាទយើងមាននៅរឿងបន្តទៀតជំវិញរឿងអង្គភាពប្រឆាំងអំពើពុករលួយនៅវិញបាទលោកនាងកញ្ញាកាលពីថ្ងៃម្សិលមិញនេះអាដាមអំយិនទៀងដែលជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយនឹងជួបអតីតប្រធានតុលាការសាលាដំបងរាជធានីភ្នំពេញលោកអង្គមាលដីនៅសប្តាហ៍នេះបន្ទាប់ពីមានរឿងអាស្រូវក្នុងនោះគឺអង្គភាពប្រឆាំងអំពើពុករលួយក៏នឹងជួបជាមួយដៃស្ដាំរបស់លោកអង្គមាលដីគឺលោកដំសនីផ្កាយមួយពេជ្រព្រំមនីដែលត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារព្រៃសរនេះបើតាមអាដាមអំយិនទៀងដែលជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយតែតទៅនឹងករណីដោះលែងឪពុកម្ដាយរបស់លោកថោងសារ៉ាត់ត្រូវបានអាដាមអំយិនទៀងបញ្ជាក់ថាអង្គភាពប្រឆាំងអំពើពុករលួយបានដំណើរការស៊ើបអង្កេតមិនមែនទើបតែពេលនេះទេគឺតាំងតែពីមុនហើយរឿងរ៉ាវមានតាំងតែពីមុនរឿងរ៉ាវមានបញ្ហាតាំងពីខែវិច្ឆិកាឆ្នាំ2014ហើយអង្គភាពក៏បានស្ដាប់ចម្លើយមនុស្សសំខាន់ពាក់ព័ន្ធនឹងបញ្ហានេះមកដល់ត្រឹមល្ងាចថ្ងៃអាទិត្យទី22ខែកុម្ភៈឆ្នាំ2015បានសាកសួរ4នាក់ហើយក្នុងនោះមានដូចជាអ្នកស្រីកៅសារីដែលជាម្ដាយលោកថោងសារ៉ាត់អ្នកស្រីទាវធីតាប្រពន្ធទី2ប្អូនស្រីពៅលោកថោងសារ៉ាត់ដែលជាអ្នកកាន់លុយរបស់ក្រុមហ៊ុននិងបានស្ដាប់ចម្លើយរបស់មេធាវីការពារក្តីរបស់អ្នកស្រីទាវផល្លាអាដាមអំយិនទៀងបានអះអាងថាអង្គភាពប្រឆាំងអំពើពុករលួយត្រូវការជួយមនុស្សពី3នាក់ទៀតក្នុងនោះមានលោកពេជ្រព្រំមនីបាទសូមអធិស្ឋានបាទជួបមិនមែនជួយទេបាទត្រូវការជួបមនុស្សពី3នាក់ទៀតក្នុងនោះមានលោកពេជ្រព្រំមនីនិងលោកអង្គមាលដីដែរដើម្បីស្ដាប់ចម្លើយគាត់នៅពេលដែលយើងប្រមូលបានច្រើនជាងនេះដែរយើងខ្ញុំប្រហែលជាមានវិធានការឆែកមើលបញ្ជីស្នាមលុយកាក់ទាំងអស់នៅក្នុងក្រុមហ៊ុនមានជ័យរបស់លោកថោងសារ៉ាត់ដើម្បីឲ្យឃើញថាការចំណាយការគ្រប់គ្រងលុយកាក់វាយ៉ាងម៉េចលុយណាចេញទៅណាលុយណាចេញទៅណាដែរនោះអង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញថាក្រុមហ៊ុនបានចំណាយលុយ$7,000 លានឲ្យសូមអធិស្ឋានបាទ$7,000ឲ្យទៅសេវាមេធាវីដើម្បីការពារក្តីអ្នកស្រីទាវផល្លាជាមួយនឹងលោកថោងប៊ូណាក្នុងម្នាក់$3,500កំពុងតែឆែកមើលក្នុងវិក័យប័ត្រក្រុមហ៊ុនមានត្រឹមត្រូវដែរឬអត់បើមានត្រឹមត្រូវនេះជាថ្លៃសេវាលោកបន្ថែមទៀតថានៅល្ងាចថ្ងៃទី23អង្គភាពប្រឆាំងអំពើពុករលួយនឹងមានការប្រជុំបាទដូចជាម្សិលមិញនេះហើយបាទនៅល្ងាចថ្ងៃទី23ខែកុម្ភៈអង្គភាពប្រឆាំងអំពើពុករលួយមានការប្រជុំក្រុមពិសេសសម្រាប់បញ្ជូនទៅធ្វើការឆែកបញ្ជីស្នាមទាំងអស់នៅក្នុងក្រុមហ៊ុនដើម្បីរកមើលវត្ថុតាំងបន្ថែមទៀតបាទ ឥឡូវយើងងាកមកចាប់អារម្មណ៍ជាមួយនឹងករណីរបស់ស្ត្រីជនជាតិខ្មែរម្នាក់លោកសុភ័ក្រដែលត្រូវបានប្តីសម្លាប់នៅឯប្រទេសកូរ៉េបាទក្នុងនោះគឺឪពុកម្ដាយបាទឪពុកបាទរបស់ស្ត្រីរងគ្រោះជនជាតិខ្មែរដែលប្តីសម្លាប់នៅប្រទេសកូរ៉េបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជារដ្ឋាភិបាលរបស់ប្រទេសកូរ៉េចំពោះការយកចិត្តទុកដាក់ស្វែងរកយុត្តិធម៌បាទ
ជូនក្រុមគ្រួសារគាត់ជាពិសេសកូនរបស់គាត់ហើយចំពោះករណីគិតកម្មទៅលើកូនគាត់កាលពីឆ្នាំកន្លងទៅនៅឯប្រទេសកូរ៉េនោះបាទបន្ទាប់ពីទទួលដំណឹងថាប្រធានាធិបតីកូរ៉េខាងត្បូងបានបញ្ជាក់ថានឹងធ្វើតាមសំណើគ្រប់បែបយ៉ាងរបស់សាច់ញាតិស្ត្រីជនជាតិខ្មែរដែលត្រូវបានប្តីសម្លាប់នៅឯប្រទេសកូរ៉េនោះឪពុករបស់នារីរងគ្រោះបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលកូរ៉េដែលយកចិត្តទុកដាក់ចំពោះករណីគិតកម្មទៅលើកូនស្រីរបស់គាត់បាទក្នុងនោះលោក ME បាទបានប្រាប់ CNC កាលពីល្ងាចមិញនេះថាលោកសប្បាយរីករាយខ្លាំងណាស់នៅពេលដែលឮព័ត៌មានថាប្រធានាធិបតីកូរ៉េខាងត្បូងនឹងធ្វើតាមសំណើគ្រប់បែបយ៉ាងរបស់សាច់ញាតិជនរងគ្រោះគឺអ្នកស្រី Easyland បាទត្រូវបានប្តីសម្លាប់នៅឯប្រទេសកូរ៉េខាងត្បូងការសម្ដែងក្តីសប្បាយរីករាយរបស់ឪពុកនារីរងគ្រោះបានកើតឡើងបន្ទាប់ពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាអាដាមកុយគួងបានឲ្យដឹងថាលោកស្រីប្រធានាធិបតីកូរ៉េខាងត្បូងតាក់គុនហេបានអំពាវនាវដល់ក្រសួងការបរទេសនិងក្រសួងយុត្តិធម៌របស់ខ្លួនឲ្យធ្វើគ្រប់បែបយ៉ាងចំពោះសំណើរបស់ឪពុកម្ដាយនារីរងគ្រោះដែលត្រូវបានប្តីសម្លាប់នៅឯប្រទេសកូរ៉េកាលពីខែសីហាឆ្នាំ2014កន្លងទៅតាមរយៈរូបភាពនៃការបង្កគ្រោះថ្នាក់ចរាចរណ៍ហើយកូនស្រីរបស់នារីរងគ្រោះអាចចេញចូលប្រទេសកូរ៉េដោយសេរីផងដែរអាដាមកុយគួងបានបន្តថាក្មេងស្រីអាយុ5ឆ្នាំដែលជាកូនស្រីរបស់នារីរងគ្រោះ Easyland នឹងមានសញ្ជាតិ2ហើយក្មេងនោះអាចចេញចូលរវាងប្រទេសកម្ពុជានិងប្រទេសកូរ៉េដោយសេរីផងដែរអាដាមកុយគួងបានបញ្ជាក់ថាបច្ចុប្បន្នប្រទេសកូរ៉េបាននឹងកំពុងធ្វើការងារផ្នែកច្បាប់យ៉ាងយកចិត្តទុកដាក់បំផុតដើម្បីជួយដល់ក្មេងស្រីនោះដើម្បីឲ្យមករស់នៅជាមួយយាយតានៅក្នុងប្រទេសខ្មែរស្ត្រីរងគ្រោះ Easyland មានអាយុ25ឆ្នាំបានស្លាប់បាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍មួយកាលពីថ្ងៃទី23ខែសីហាឆ្នាំ2014កន្លងមកនេះដែលប៉ូលីសកូរ៉េបានដាក់ការចោទប្រកាន់ទៅកាន់បរិសុទ្ធជាប្តីថាមានចេតនាបង្កគ្រោះថ្នាក់ដែលបណ្ដាលឲ្យប្រពន្ធរបស់ខ្លួនស្លាប់បាត់បង់ជីវិតបុរសជាប្តីជនជាតិកូរ៉េនោះមានឈ្មោះ Lee Yong Chol អាយុ45ឆ្នាំបាទនេះគឺជារឿងមួយដែលត្រូវបានទទួលថាចាប់ផ្ដើមពន្លឺទទួលបានភាពយុត្តិធម៌បន្តរហូតមកហើយបាទឥឡូវយើងត្រឡប់ទៅរឿងមួយទៀតជុំវិញអគ្គមេបញ្ជាការកងទ័ពជើងទឹកកម្ពុជាថៃបានសន្យាថាពង្រឹងនិងពង្រីកទំនាក់ទំនងបន្ថែមទៀតតាមតំបន់ឆ្នេរជាប់គ្នាប្រយោជន៍ដើម្បីធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋទាំងពីរកាន់តែមានភាពប្រសើរឡើងនិងដើម្បីទប់ស្កាត់បទល្មើសផ្សេងៗការសន្យាបែបនេះគឺធ្វើឡើងពីសំណាក់អាដាមនាយឧត្តមនាវីបាទីវិញមេបញ្ជាការកងទ័ពជើងទឹកកម្ពុជានិងអាដាមនាយឧត្តមសេនីយ៍នាវីក្រៃសនច័ន្ទសុរនីតមេបញ្ជាការកងទ័ពជើងទឹកភូមិន្ទថៃក្នុងជំនួបពិភាក្សាកាលពីថ្ងៃទី22ខែកុម្ភៈមកនេះនៅបញ្ជាការដ្ឋានកងទ័ពជើងទឹកកម្ពុជានៅក្នុងជំនុំនោះអាដាមនាយឧត្តមនាវីទីវិញបានលើកឡើងថារវាងប្រទេសកម្ពុជាថៃនៅមានចំណុចមួយចំនួនទៀតដែលត្រូវធ្វើការជាមួយគ្នាដូចជាការត្រួតពិនិត្យព្រំដែនរួមគ្នាដើម្បីការពារប្រជាពលរដ្ឋប្រកបរបរនេសាទនៃប្រទេសទាំងពីរការពារអំពើចោរកម្មផ្សេងៗក្នុងដែនសមុទ្រដែលផែនការនេះបញ្ជាការដ្ឋានកងទ័ពជើងទឹកកម្ពុជាបានស្នើទៅក្រសួងដើម្បីពិនិត្យលទ្ធភាពរួចហើយដែរជាមួយគ្នានោះអាដាមនាយឧត្តមនាវីក្រៃសនច័ន្ទសុរនីតបានលើកឡើងដែរថាចំពោះគម្រោងចង់ឲ្យមានការល្បាតរួមគ្នាគឺពិតជាល្អដើម្បីធ្វើឲ្យអង្គភាពប្រទេសទាំងពីរធ្វើការរលូននៅតាមតំបន់ព្រំដែនភារកិច្ចចម្បងរបស់កងទ័ពជើងទឹកក្រៅពីទប់ស្កាត់បទល្មើសផ្សេងគឺមានភារកិច្ចចាំបាច់មួយទៀតដោយធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមតំបន់ព្រំដែនមានភាពប្រសើរឡើងនិងរស់នៅដោយមិនមានភាពភ័យខ្លាចដូច្នេះត្រូវធ្វើយ៉ាងណាកុំឲ្យព្រឹត្តិការណ៍ដែលធ្លាប់កើតឡើងកន្លងមកកើតមានជាថ្មីម្ដងទៀតពោលគឺធ្វើយ៉ាងណាកុំឲ្យមានចំនួនបង្កជាសត្រូវនឹងគ្នាសូមជម្រាបថាអាដាមនាវីក្រៃសនច័ន្ទសុរនីតនិងគណៈប្រតិភូបានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជារយៈពេល3ថ្ងៃគឺចាប់ពីថ្ងៃទី22ដល់ថ្ងៃទី24ខែកុម្ភៈឆ្នាំ2015នេះបាទលោកសំផស្សយើងងាកមកចាប់អារម្មណ៍ព័ត៌មានមួយនេះវិញគឺពាក់ព័ន្ធជាមួយនឹងបរិសម្នាក់លោកសំផស្សប្រហែលធ្លាប់ជួបហើយបាទព្រោះលោកសំផស្សផ្ទះនៅសឹងជ័យដែរបាទគឺលោកហៅម៉ៅដែលជានិយាយចំទៅជាសន្តិសុខខណ្ឌមានជ័យប៉ុន្តែទស្សនិកជនដែលធ្វើដំណើរឆ្លងកាត់ផ្លូវវែងស្រេងច្បាស់ជាស្គាល់គាត់ជាមិនខានដោយសារតែភាពសកម្មស្រឡាញ់ការងារបាទលោកតែងតែ
ឈរនៅគេហៅថាផ្លូវហ្នឹងផ្លូវ5បាទផ្លូវបែកហ្នឹងធ្វើចរាចរណ៍យ៉ាងមមាញឹកបាទតែពេលនោះគឺនៅពេលដែលមានការកកស្ទះម្ដងគឺគាត់តែងតែមានវត្តមានទីនោះនិយាយចំទៅគាត់ប្រចាំការនៅចំណុចនេះតែ ស្គាល់ថាពូម៉ៅអ្នកណាក៏ស្គាល់ បាទព្រោះមុខគាត់ឡើងខ្មៅដោយសារតែឈរហាលថ្ងៃពីព្រឹករហូតដល់ល្ងាចទៅមើលទៅឃើញគាត់ហើយឃើញគាត់សកម្មជាងគេតែបាទគាត់មិនមែនជាមន្ត្រីប៉ូលីសចរាចរណ៍តែសំសុខខណ្ឌទេតែគាត់បំពេញការងារហ្នឹងគឺថាចេញពីឆន្ទៈតែម្ដងបាទប៉ុន្តែអ្វីដែលជាការសោកស្ដាយនោះគឺលោកហៅម៉ៅបាទលែងមានលទ្ធភាពក្នុងការទៅឈរធ្វើចរាចរណ៍ជួយសម្រួលដល់ការកកស្ទះចរាចរណ៍ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទៀតហើយដោយសារតែលោកពូហៅម៉ៅបានជួបនៅជំងឺប្រចាំកាយបាទក្នុងនោះគឺគាត់ជួបជំងឺលើសឈាមហើយស្ពឹកបាទឥឡូវនេះគាត់ដើរបានទេលោកសំផស្សបាទបានតែអង្គបន្តិចទេបាទហើយអ្វីដែលជាភាពអនាថមសម្រាប់ក្រុមគ្រួសារគាត់ទៀតភរិយារបស់គាត់ហ្នឹងគឺមានជំងឺគេហៅថាពិការ8ឆ្នាំមកហើយ8ឆ្នាំឥឡូវតាហើយយាយពិការដូចគ្នាប្រពន្ធគាត់ចង់ក្រោកចង់អីទៅណាតើតែគេលើកបាទនេះគឺជាភាពជាក់ស្ដែងប្រពន្ធរបស់គាត់នេះឯងនឹងពូម៉ៅបាទហើយពូម៉ៅគាត់អាចអង្គលបានបាទដើរដោយមនុស្សធម្មតាគាត់ដើរតាទេគាត់បានតែអង្គលទេនេះគឺយើងនិយាយចាំទៅយើងចូលរួមសោកស្ដាយដែរបាទការដែលនៅក្នុងសង្គមមានមនុស្សដ៏សកម្មក្នុងការបម្រើសង្គមបាទបើទោះបីជាការងារណាក៏ដោយមិនថាការងារតូចការងារធំទេវាសុទ្ធតែជាកោសិកាក្នុងការជំរុញឲ្យសង្គមមានការអភិវឌ្ឍបាទនេះគាត់មើលដៃខាងឆ្វេងគាត់លោកសំផស្សដូចជាកម្រើកលែងសឹងបានអត់បានដែរបាទគាត់បានទៅអញ្ចឹងបាទប៉ុន្តែទោះយ៉ាងណាក៏ដោយសារតែមើលឃើញអំពីការខិតខំរបស់លោកពូហៅម៉ៅបាទហើយជាពិសេសគឺថាអាណិតដល់ជីវភាពរស់នៅសម្រាប់គតិប្រឌិតពលនីហ៊ុនសែនបាទក៏បានផ្ដល់អំណោយបាទទៅដល់ក្រុមគ្រួសាររបស់លោកពូហៅម៉ៅដែលក្នុងនោះគឺតាមរយៈមន្ត្រីខណ្ឌតែម្ដងបាទទីមួយគឺថាឧបត្ថម្ភដល់ការមានជាគ្រឿងឧបភោគបរិភោគបាទស្បៀងអាហារមួយចំនួនហើយក្នុងនោះសម្ដេចអតិព្រមដិតប៊ុននីហ៊ុនសែនបើយោងតាមពុពព័ត៌មានដែលក្រុមការងារទូបានឧបត្ថម្ភជាថវិកាចំនួន$5000បាទទៅដល់ក្រុមគ្រួសាររបស់លោកពូហៅម៉ៅបាទដែលនិយាយចាំទៅទីមួយគឺថាជាការចូលរួមសោកស្ដាយបាទដែលបាត់បង់មនុស្សដ៏សកម្មម្នាក់នៅក្នុងសង្គមបាទទី2ក៏ដើម្បីជួយបន្ធូរបន្ថយទៅដល់ទុក្ខលំបាករបស់លោកពូហៅម៉ៅផងដែរបាទដែលឥឡូវនេះទាំងប្តីទាំងប្រពន្ធគឺគេអត់ការទេហើយគាត់មានកូន5នាក់អូច្រើនណាស់ប៉ុន្តែកូន4នាក់គេមានគ្រួសារហើយគេបែកចេញគ្រួសារអស់ទៅបាទនៅសល់តែលោកពូហើយប្រពន្ធហើយកូនពៅម្នាក់កូនស្រីពៅនិងកូនម្នាក់បាទកូនស្រីពៅនេះបាទនេះកូនគាត់នឹងក្រោយតំណងដូចជាកូនគាត់ហើយណាបាទប្រហែលជាកូនក៏មិនដឹងបាទគឺរាល់ថ្ងៃនេះគឺទៅតែមានមនុស្សជួយលើកមានន័យថាឥឡូវនេះមនុស្ស2នាក់ត្រូវការមនុស្សម្នាក់មកជួយជាចាំបាច់អញ្ចឹងគឺកូនពៅរបស់គាត់តែជាគ្នាអត់បានលេងទៅណារួចហើយទៅណាលេងរួចហើយបាទហើយក្រុមការងារយើងចុះទៅក៏បានគាត់បានប្រាប់ដែរថាកូន4នាក់ទៀតគេមានគ្រួសារទៅហើយគាត់ធ្លាក់ខ្លួនឈឺអត់បានមកមើលទេហើយគាត់ក៏ថាមិនមែនបន្ទោសកូនទេណាលោកសំផស្សប៉ុន្តែធ្វើឲ្យសារជីវភាពហ្នឹងវាលំបាកបាទអញ្ចឹងកូនក៏មានគ្រួសារក៏ជួបជីវភាពលំបាកអស់គ្នាក៏បន្ទោសគ្នាក៏មិនកើតដែរហើយឪពុកក៏លំបាកកូនក៏លំបាកមិនដឹងថាណាមើលណាទេបាទពេលនេះពិបាកប៉ុន្តែទោះយ៉ាងណាក៏ដោយបាទជួបមកឲ្យលោកហៅម៉ៅខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចអតិព្រមដិតប៊ុននីហ៊ុនសែនបាទដែលលោកយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋដែលជួបទុក្ខលំបាកបាទទាំងអ្នកដែលយើងនិយាយទៅបានន័យថាជួបគ្រោះធម្មជាតិក្តីជនក្រីក្រក្តីអ្នកទីតលគ្មានទីពឹងក្តីអ្នកផ្ទុកមេរោគអេដក្តីគឺសម្ដេចតែងតែយកចិត្តទុកដាក់ហើយដោយករណីរបស់លោកពូហៅម៉ៅនេះគឺគាត់កំពុងតែជួបនៅទុក្ខវេទនាខ្លាំងណាស់បាទហើយជាពិសេសគឺមិនថាបានឈឺអញ្ចឹងសម្រាប់នៅផ្ទះឲ្យបានគេជួយអញ្ចឹងគាត់សប្បាយចិត្តគាត់អត់សប្បាយចិត្តទេអ្វីដែលសំខាន់គឺគាត់មានគេហៅថាសុឆន្ទៈក្នុងការបម្រើសង្គមបាទមនុស្សយើងធ្លាប់តែធ្វើឲ្យរវើកដល់ពេលដែលឲ្យមកអង្គុយស្ងៀមនៅស្ងៀមមួយកន្លែងអញ្ចឹងពិតជាពិបាកផ្លូវចិត្ត
ពិបាកមែនទេនេះគឺការគាត់ដែលគាត់នៅមានកម្លាំងនៅមានសុខភាពល្អបាទដើរមួយថ្ងៃលោកយើងគិតទៅកម្ដៅថ្ងៃវាជារឿងសំខាន់មួយហើយចុះដីហុយនៅតំបន់ហ្នឹងទៀតមើលគាត់សុខភាពគាត់ចូលតាមច្រមុះតាមអីមាត់អីចឹងទៅដីហុយគាត់និយាយទៅការលះបង់យើងសួរថាហេតុអីបានពុំម៉ៅលះបង់របៀបនេះយើងនិយាយដាក់ជាសំណួរចឹងហេតុអីបានគាត់លះបង់ទៅស្អីបាទបើគាត់ជាសន្តិសុខខណ្ឌមួយរូបគាត់ដល់ម៉ោងគាត់ទៅផ្ទះទៅជួបប្រពន្ធកូនទៅមានអីចប់មានទៅស្អីចុះហេតុអីបានគាត់មកស៊ូទ្រាំនៅកម្ដៅថ្ងៃហាលខ្យល់ហាលភ្លៀងដើម្បីអីក្នុងមួយថ្ងៃមនុស្សប្រជាពលរដ្ឋដែលឆ្លងកាត់ផ្លូវវែងស្រីនេះមិនតិចអ្នកទេដែលពុំម៉ៅជួយបញ្ជៀសភាពកកស្ទះចរាចរណ៍នៅលើវិថីបាទនៅលើផ្លូវវែងស្រីមួយនេះបាទនេះគឺជារឿងមួយដែលយើងសម្ដែងការសោកស្ដាយមែនទែនចំពោះពុំម៉ៅហើយយើងមិនដឹងថាមានតែបែបបន់ទេមានតែបែបបន់ឲ្យថាជំងឺពុំម៉ៅឥឡូវសូមស្វែងរកក្រុមវិជ្ជាបណ្ឌិតចុះក្រុមវិជ្ជាបណ្ឌិតណាមួយក៏បានដែរនៅមន្ទីរពេទ្យណាក៏បានដែរបើមានលទ្ធភាពសូមជួយមកវិតម្លៃជំងឺរបស់ពុំម៉ៅផងថាឥឡូវនេះពុំម៉ៅស្ថិតនៅក្នុងស្ថានភាពបែបណាហើយជំងឺស្ពឹកនឹងអាចទៅជាលក្ខណៈភាសាសាមញ្ញសូមអធិស្ឋានថាងាប់មកជំនាញខ្លួនដែរអត់ទេជួយអាចថាសូមស្វែងរកប្រកាសជាពិសេសទៅដល់អាដាមវិជ្ជាបណ្ឌិតមកបន្ហេងការពីមុនយើងធ្លាប់ធ្វើការអំពាវនាវដែរករណីដែលកូនក្មេងមានជំងឺប្រេះស្បែកនោះបាទសង្ឃឹមថាអាដាមមកបន្ហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលនឹងមានចំណាត់ការសូមជួយស្វែងរកក្រុមវិជ្ជាបណ្ឌិតឬក៏មន្ទីរពេទ្យណាដែលមានឯកទេសទៅលើជំងឺស្ពឹកប្រភេទនេះបាទសូមជួយផងហើយចុះជាចុងក្រោយគាត់សូមបញ្ជាក់ឡើងវិញថាអំណោយដែលត្រូវបានយកបកគលជូនម្សិលមិញមានគ្រឿងឧបភោគបរិភោគបាទមានថវិកានិយាយចំទៅវាសម្រាប់គាត់$5,000ធំធេងណាស់បាទតែប្រយ័ត្នណាលោកពិសិដ្ឋថាប្រយ័ត្នឲ្យក្រុមគ្រួសារពុំម៉ៅប្រយ័ត្នផងដាក់លុយកាក់បាទនេះគឺជាអំណោយទាំងគ្រឿងឧបភោគបរិភោគទាំងអស់និងថវិកាគឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចគតិព្រមនិតប៊ុនរនីហ៊ុនសែនជូនចំពោះក្រុមគ្រួសាររបស់លោកពូម៉ៅដែលកំពុងតែជួបការលំបាកបាទអរគុណទស្សនិកជនអញ្ញាតសម្រាប់បន្តិចសិនហើយបន្តិចទៀតយើងជួបគ្នាជាបន្តទៀត